ជាសួរបងប្អូននេះចឹងក្នុងវីដេអូនេះចង់បង្ហាញអំពីការទិញសេវាកម្ម Facebook Live Stream តើយើងទិញរបៀបម៉េចឲ្យបានត្រឹមត្រូវហើយងាយស្រួលបាទតើយើងទិញសេវាកម្មមួយណាដែលរៀងដើរលឿនបាទចឹងសម្រាប់សេវាកម្មក្នុង website estonline.com គឺសម្រាប់ Live Stream គឺវាដើរលឿនជាងសេវាកម្មធម្មតាបាទគឺយើងដាក់ភ្លាមទិញភ្លាមគឺវាដើរភ្លាមហើយបាទវាអត់រងចាំយូរដូចសេវាកម្មផ្សេងទេបាទអញ្ចឹងងាយស្រួលបងប្អូនអាចមើលវីដេអូនេះដល់ចប់សម្រាប់អ្នកថ្មីគឺអនុវត្តជាក់ស្ដែងទៅវាងាយស្រួលកុំឲ្យយើងទិញខុសបាទទិញបើយើងទិញខុសវាពិបាក cancel ស្នើគេ cancel អញ្ចឹងណាព្រោះយើងទិញ Facebook Live Stream យើងត្រូវការដាក់ link វីដេអូដែលកំពុង live យើងដាក់ link page ទេបាទកុំយកច្រឡំណាអូខេអញ្ចឹងពេលដែលយើងទិញសេវាកម្ម Facebook យើង select លើ category Facebook ឬក៏ logo Facebook នេះមកបាទងាយស្រួលយើងគ្រាន់ select លើ category ហ្នឹងមក logo ហ្នឹងមកវាចេញសេវាកម្ម Facebook ទាំងអស់ហើយបាទអូខេអញ្ចឹងយើង select លើ category នេះមកបាទវាមានច្រើនអញ្ចឹងយើងអុំមកក្រោមសម្រាប់ live stream វាមានយើងអាចចំណាំបាននេះគឺសេវាកម្ម Facebook Live Stream View បាទគឺវាមានច្រើនបាទព្រោះអីវាមានតាមប្រភេទនៃសេវាកម្មដែលគេលក់ព្រោះអីអ្នកលក់ផ្សេងគ្នាអញ្ចឹងណា provider ផ្សេងគ្នាអញ្ចឹងខ្ញុំយកមកឲ្យច្រើនកុំឲ្យយើងទិញទៅវាចែករំលែកមានន័យថាយើងទិញផងគេទិញផងវាអាចនឹងច្រើនអញ្ចឹងគេធ្វើអត់តាន់ទេអញ្ចឹងយើងអាចជ្រើសរើសសេវាកម្មណាមួយឬក៏កាតេហ្គរីណាមួយយើងទិញទៅវាអត់ជាន់គ្នាអញ្ចឹងយើងទិញបានច្រើនអ្នកព្រោះមានភ្ញៀវច្រើនអញ្ចឹងខ្ញុំដាក់សេវាកម្មមកច្រើនបាទអញ្ចឹងសេវាកម្មក្នុង category Facebook Live Stream បើសិនជាបងប្អូនចង់បានសេវាកម្មក្នុង category នេះឬ category នេះក៏បានឬ category នេះក៏បានដែរបាទភាគច្រើនដែលភ្ញៀវចូលចិត្តទិញក្នុង category នេះបងប្អូនបាទសរ G ហ្នឹងបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយចូលក្នុង category នេះចុះបាទFacebook Live Stream បាទអានេះ Premium New បាទអញ្ចឹងក្នុង category នេះវារៀងធូរថ្លៃបងប្អូនបាទយើងselect លើ category ហ្នឹងហើយយើងមកមើល service បាទ service វាមានច្រើនវាមាន15នាទីរហូតដល់600នាទីបាទអញ្ចឹងវាមានន័យថាម៉េចបាទអញ្ចឹងបើសិនជាបងប្អូន live 15នាទីយើង select យកសេវាកម្ម15នាទីបាទបើយើងចង់បានកន្លះម៉ោងឲ្យវាដើរកន្លះម៉ោងអញ្ចឹងយើងទិញកន្លះម៉ោងមកបាទ35នាទីក៏មាន40នាទីក៏មានដែរ1ម៉ោង2ម៉ោងអីក៏មានដែរបាទអញ្ចឹងយើងទិញតាមហ្នឹងអញ្ចឹងឧបមាថាយើងក្នុងការ live របស់យើងគឺ live រយៈពេល1ម៉ោងអញ្ចឹងយើងជ្រើសរើសសេវាកម្មមួយណាគឺសេវាកម្មរយៈពេល60នាទីបាទហើយយើងចង់បានប៉ុន្មានឧទាហរណ៍យើង select លើសេវាកម្មហ្នឹងហើយយើងដាក់ link បាទយើងដាក់ link វីដេអូដែលយើងកំពុង live យើងដាក់ copy កន្លែង share មកបាទ copy យ៉ាងលើ computer ក៏បានលើ laptop ក៏បានលើទូរស័ព្ទយើងគ្រាន់តែ select share ហ្នឹងមកបាទវាមាន ID វីដេអូហ្នឹងឯងបាទអូខេអញ្ចឹងពេលដែលយើងដាក់ link ហើយយើងដាក់ចំនួន quality អញ្ចឹងយើងទិញរយៈពេល60នាទីយើងចង់បានប៉ុន្មានឧទាហរណ៍យើងចង់បាន2000 viewer អ្នកមើល live របស់យើង3000 viewer ហើយតបមកវាកាត់លុយខាងនេះបាទឃើញទេអញ្ចឹងបើសិនយើងចង់បាន1000បាទយើងចង់បាន1000យើងដាក់1000មកបាទ1000 viewer មានថាអ្នកមើល live របស់យើងវា1000នាក់អញ្ចឹងយើងចង់បាន500យើងអស់តិចបាទបើយើងចង់បានតិចយើងអស់ចំណាយតិចបើយើងចង់បានច្រើនគឺអស់credit ច្រើនតាមហ្នឹងឯងបាទបាទអញ្ចឹងខ្ញុំឧទាហរណ៍យើងទៅយក link ដែលកំពុង live បាទឧទាហរណ៍ថា link នេះយើងកំពុង live អញ្ចឹងយើង select share នេះមកបងប្អូនបាទយើង select ខាងក្រោម share ហ្នឹងមកតមកយើងជ្រើសរើសពាក្យថា copy link បងប្អូនបាទនៅក្រោមនេះបាទនេះយើង copy link ប៉ុណ្ណឹងមកឬក៏បងប្អូនចូល computer ចុច share មកក៏បានដែរបាទយើងផាសកន្លែង link នេះមកបងប្អូនបាទតែប៉ុណ្ណឹងមកយើងមិនចុចលុបអីញ៉ៃណាយ៉ាត់ខុសបើស្អីខុសគេអត់ទទួលខុសត្រូវទេសម្រាប់ link ណាអូខេអញ្ចឹងពេលដែលយើងនេះហើយយើងគ្រាន់តែចុច submit កន្លែងនេះមកវានឹងធ្វើការឲ្យយើងឲ្យ1នាទីទៅ3នាទីឲ្យឃើញវាឡើង view តាមហ្នឹងឯងបាទអញ្ចឹងសម្រាប់ការ live stream វាអត់ពិបាក order ទេបងប្អូនបាទហើយសម្រាប់សេវាកម្ម category បងប្អូនឆ្លាញ់មួយណាយើងអាចជ្រើសរើសមួយនឹងបានបាទព្រោះអីវាមានច្រើនអ្នកលក់ហើយក៏មាន user គាត់ទិញច្រើនជាងទៅខ្ញុំយកមកសេវាកម្មច្រើនកុំឲ្យមានការរអួលវាដើរយឺតអីចឹងទៅបាទអញ្ចឹងសម្រាប់ក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបាទបងប្អូនមានចម្ងល់អាច comment ខាងក្រោមវីដេអូឬក៏ឆាតសួរខ្ញុំថែមក៏បានដែរបាទអរគុណច្រើនបាយបាយ